វាក៏អាចនិយាយបានថាព្រោះយើងមិនមែនគូគងជាមួយតែស្រីសមួយទេយើងគូគងជាមួយទូកដទៃទៀតដើម្បីបញ្ចេញចរៈវេលានៅថ្ងៃទី2នោះយើងត្រូវបុកគុណចែកចូលទៅបាទដើម្បីរកចរៈវេលាណាដែលប៉ះជាមួយគាត់នៅថ្ងៃស្អែកគូបន្តមកទៀតហើយទូកខ្នាតយក្សបាទខ្សែទឹកសម្រាប់ទូកខ្នាតវែងចំណុះ75នាក់គូទី17ខ្សែទឹកខាងក្នុងពាក់ផ្លាកលេខ052វិសុទ្ធគង្គានិវាសែនជ័យបារមីវត្តទឹកថ្លាមកពីទឹកថ្លាបាទខណ្ឌសែនសុខរាជធានីភ្នំពេញខ្សែទឹកខាងក្រៅអន្ទង់សមានជ័យបារមីលោកតាឯកបាទវត្តព្រាមតាឯកការវិជាទី1គាត់ឈ្នះណាបាទក្រុងអរិយខ្សាត់យ៉ាងម៉េចហើយចាំមើលគូនេះអន្ទង់សជាមួយវិសុទ្ធបាទអន្ទង់សជាមួយនឹងវិសុទ្ធបាទលើតុងសនោះឯកសណ្ឋានពណ៌លឿងបាទជើងទី1ល្អណាស់នៅខាងក្នុងទទួលបានជ័យជំនះឥឡូវបដូរខ្សែទឹកបាទបដូរខ្សែទឹកលទ្ធផលតើអាចផ្លាស់ប្ដូរឬយ៉ាងណាអូដាច់បាត់ហើយបាទដាច់ឆ្ងាយណាស់បាទយ៉ាងមិនហើយបាទយ៉ាងមិនហើយវិសុទ្ធគង្គាបាទគឺខ្សែទឹកក្រៅបាទបាទឥឡូវយើងឃើញហើយអន្ទង់សមានជ័យបារមីលោកតាឯកនៅតែធ្វើបានល្អបាទកំពុងតែនាំមុខដាច់ទៅលើវិសុទ្ធគង្គានិវាសែនជ័យបារមីវត្តទឹកថ្លាបាទគុណម្ចាស់ខាងទឹកថ្លាបាទឥឡូវនេះចាញ់បងច្រើនណាស់គុណអើយបាទឈ្នះទាំងពីរជើងបាទអន្ទង់សឈ្នះទាំងពីរជើងបាទជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់លោកអ៊ុំឈុនស្រេងដែលជាមេឃុំពុករស័យសូមទោសរស័យជ្រោយបាទជាស្រីបាទបានឧបត្ថម្ភថវិកាបាទ$100ជាមួយខ្ញុំលោកគ្រូបាទសូមថ្លែងអំណរគុណដល់លោកមេឃុំដែលទទួលបានសុខភាពល្អបញ្ញាវាងវៃនិងបាទការងារធំតូចអីក៏ទទួលបាននៅជោគជ័យបាទអរគុណណាស់ឯកបាទមកពីប្រទេសដែរដែលស្ថិតនៅខ្សែទឹកក្នុងខ្សែទឹកក្រៅផ្គរលន់យ៉ាងម៉េចហើយផ្គរលន់បាទលន់តែផ្គរបានហើយកុំអានភ្លៀងអីកុំអានព្រះភិរុនអីដែលជាព្រះវេស្សវណ្ណសុវណ្ណនារីមានជ័យសេរីបន្ទាយដៃនេះការបញ្ជើងទី1នៅខ្សែទឹកខាងក្រៅគឺទទួលបានជ័យជំនះណាខាងប្រទេសដែកគៀនស្វាយឥឡូវបដូរខ្សែទឹកគោលន់នេះទៅខាងក្រៅវិញឥឡូវយើងឃើញថាការអ៊ំប៉ណាំងនេះបាទឥឡូវកំពុងតែមកឲ្យបោះពួយមកយ៉ាងលឿនបាទឥឡូវយ៉ាងម៉េចបាទខ្សែទឹកខាងក្រៅនៅណាទៅលាក់ខ្យល់បន្តិចបន្តិចហើយអូនោះប្រហែលគ្នាចែកខ្លាំងណាលោកគ្រូឃើញចែកដាច់ពីគ្នាល្អណាបាទខ្សែទឹកក្រៅគឺដាច់ល្អណាស់គាត់ខ្លាចខុសបច្ចេកទេសខ្លាចគេបាទអាណូឡេនោះបាទឥឡូវយើងរងចាំមើលតែផ្គូលាន់បដូរខ្សែទឹកតើផ្គូលាន់អាចបដូរលទ្ធផលបានអត់បាទមេឃអញ្ចឹងផ្គូចិត្តលាន់ហើយបាទចិត្តលាន់ហើយតែលើអាកាសនោះទេតែបើលឿនទូផ្គូលាន់ដឹងមិនទេណាដឹងមិនទេបាទបាទឥឡូវដែលជាព្រះវេស្សវណ្ណសុវណ្ណនារីមានជ័យឡើយទេបាទប្រហែលគ្នាជាមួយផ្គូលាន់បាទឥឡូវយើងមើលនៅក្នុងការផ្សាយរបស់យើងនៅ monitor នៅខាងមុខនេះវិញបាទគឺចែកគ្នាដាច់ណាស់ខ្សែទឹកអត់ច្រឡុកច្រឡំគ្នាទេបាទអត់បំពេញគ្នាទេបាទឥឡូវលបឿនដកឲ្យនៅខាងក្នុងដកឲ្យនេះខាងប្រទេសដែកបាទដែលជាព្រះវេស្សវណ្ណសុវណ្ណនារីមានជ័យសេរីប្រទេសដែកមកដកនៅនេះណែដកនៅនេះឈ្នះជើងអូយល្អណាស់មើលឯកសណ្ឋានដូចគ្នាតែលបឿនអូយលឿនណាស់បាទដូចខ្ញុំជម្រាបចឹងតែចិត្តដល់ខ្សែព្រាត់ហ្នឹងគឺគាត់ពួយបាទបធូដៃទេឥឡូវទទួលបានជ័យជំនះហើយណាគឺដែលជាព្រះវេស្សវណ្ណសុវណ្ណនារីមានជ័យបាទសេរីប្រទេសដែកទទួលបានជ័យជំនះទាំងពីរជើងតែម្ដងទៅលើគោលាន់ផ្ទះវិញសុំគុណមួយថងទៅទៀតគុណបាទអរគុណណាស់បាទគុណម្ចាស់សម្រាប់ការចូលរួមឧបត្ថម្ភបាទមកដល់ទីនេះដូចខ្ញុំនិយាយអញ្ចឹងណាបងប្អូនមានអនុស្សាវរីយ៍មួយចងចាំល្អបងប្អូនបានសប្បាយបងប្អូនបានប្រកួតភាពសក្តិនិងយុត្តិធម៌បងប្អូនទទួលបានភាពកក់ក្ដៅនៅទីនេះទៀតបាទឥឡូវពេលនេះអញ្ចឹងបាទថ្ងៃខាងមុខបើថាមានសប្បុរសជនពុទ្ធបរិស័ទច្រើនហ្នឹងគុណសង5ជាន់មែនណាខ្ញុំមិននិយាយលេខទេបាទឥឡូវយើងបន្តទស្សនាគូពិសេសរបស់យើងបាទដែលជាគូទី4សម្រាប់ទុកវែងហើយជាគូទី19បាទសម្រាប់ក្នុងតារាងរបស់យើងពីជ័យកុមារទៅចូលសែនជ័យខ្សែទឹកខាងក្នុងម្ចាស់ផ្ទះបាទម្ចាស់ផ្ទះយ៉ាងម៉េចកាលពីជើងទី1គឺអត់ល្អទេឥឡូវយើងចាំមើលជើងនេះវិញមិនដែរជាមួយនឹងរតនៈសង្គមពងពាយអណ្ដែតសែនជ័យបាទបដូរខ្សែទឹកលទ្ធផលយ៉ាងម៉េចបាទសម្រាប់លទ្ធផលយើងរងចាំមើលខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរបាទឥឡូវមកដល់ចំណុចនេះបាទខ្សែទឹកខាងក្នុងរតនៈសង្គមពងពាយបាទកំពុងតែធ្វើការបាទនាំមុខបាទដូចប្រហែលគ្នាបន្តិចបន្តួចទេបាទ
មើលនឹងបាទចំណែកឯពិជ័យកុមារដែលចូលសែនជ័យមកចាស់ផ្ទះយ៉ាងម៉េចហើយបាទមកហើយណាអូយលបឿនល្អដូចគ្នាមកលេងគ្នាមុខវេទិកាកិត្តិយសមកចាស់ផ្ទះគេកំពុងដេញហើយបាទមកហើយនេះពិជ័យកុមារខ្សែទឹកខាងក្រៅរតនសង្គមពងពីបានដែនសែនជ័យអីអើយចែកគ្នាម្នាក់មួយជើងអើយបាទនេះឥឡូវនេះយើងបន្តទស្សនាគូបន្តទៀតបាទអ្វីដែលគណៈកម្មការក្រុមការងារយើងចង់បានគឺអញ្ចឹងយើងអត់ចង់ឲ្យមានការប្រកួតដែលមកគឺបាត់ទូកទេយើងចង់ឲ្យមកគឺមកទាំងពីរអញ្ចឹងល្អមើលទោះចាញ់ទោះឈ្នះតិចចាញ់តិចបាទចាញ់ច្រើនក៏នៅតែបន្តធ្វើដំណើរនៃការប្រកួតអានេះគេហៅ spirit ស្មារតីកីឡាដែលយើងចូលរួមទាំងអស់គ្នាឥឡូវគូទី20លោកគ្រូម្ចាស់ផ្ទះទៀតហើយខ្សែទឹកខាងក្រៅដាច់អីមកបជ័យវង្សាទៅចូលសែនជ័យខ្សែទឹកខាងក្រៅពុកកសីមកជាមួយនឹងស្រីម៉ៅមានជ័យបាទដាច់បាត់ហើយបាទឥឡូវនឹងពិជ័យវង្សាទៅចូលសែនជ័យនៅតែធ្វើបានល្អអញ្ចឹងបាទទទួលបានជ័យជំនះបន្តដាច់បាត់ហើយបាទជាមួយនឹងស្រីខ្មៅមានជ័យបាទឥឡូវយើងឃើញហើយមើលម្ចាស់ផ្ទះអត់ហូរអញ្ចឹងគឺទុកឈ្នះហើយបាទអូមួយដល់ទៅពេលឈ្នះដាច់ធ្វើស្ងាត់អត់ទេគាត់រំភើបពេកផ្លេចហូបាទដាច់ពេកថាឈ្នះដាច់ពេកបាទខ្ញុំបកណាបាទអញ្ចឹងហើយបាទឥឡូវយើងបន្តទស្សនាយើងជាបន្តបាទគូជាបន្តនេះគឺលេខរៀងទី21បាទនាងតាវតីអ្នកថ្មកមិនឲ្យជើងទី1អត់ល្អទេណាបាទជើងទី1អត់ល្អទេចាញ់ស្បៃវែងឥឡូវជើងទី2យ៉ាងម៉េចអ្នកថ្មកដូរខ្សែទឹកហើយតើអាចនឹងមានការផ្លាស់ប្ដូរលទ្ធផលរីយ៉ាងណាអ្នកថ្មកអើយបាទនៅឯណានៃមកអត់អ្នកថ្មកនឹងមកអត់មកមិនមែនមិនមកទេតែទូកមកកូនចៅមកបងប្អូនមកហ្នឹងបាទមកខ្ញុំជឿថាមកពួកអីពេលនេះគឺជាពេលដែលត្រូវតាមដានហើយបាទប្រជុំចែកទេលោកមេឃុំមកតាបាទលោកមេឃុំថ្មកគាត់មកបាទឥឡូវយើងមើលបាទជើងទី1មិនទទួលបានជ័យជំនះទេឥឡូវបដូរខ្សែទឹកគ្នាស្បៃវែងនៅខាងក្រៅបាទមិនទាន់ល្អមិនដាច់បាត់ហើយហ្នឹងដាច់ទៀតហើយអ្នកថ្មកអើយបាទយ៉ាងម៉េចយ៉ាងម៉ាទេថ្ងៃនេះស្បៃវែងហ្នឹងមិនធម្មតាទេណាបាទគាត់វែងអូសដីអូសទឹកអូសភ្លៀវែងទាំងទូកបាទវែងទាំងលបឿនឥឡូវនេះវែងទាំងជ័យជំនះទៀតឈ្នះទៀតហើយកោះប្រាក់បាទអ្នកកោះប្រាក់ស្វៀនស្វាយបាទអ្នកកោះប្រាក់ស្វៀនស្វាយប្រកាសជាមកហើយចំណែកឯនាងតាវតីនេះក៏មានឈ្មោះល្បីយូរហើយដែរបាទនាងតាវតីនេះគឺនៅលវីអែមបាទគឺលវីអែមនៅខាងថ្មកនៅខាងថ្មកលវីអែមខ្សែទឹកក្រៅផ្ដាំផ្ញើទៅអ្នកថ្មកហងយើងចាញ់ទាំងពីរជើងណាបាទចាញ់ឲ្យផ្ដាំទៅគាត់ទៀតរតនៈមកដែររតនៈអើយបាទរតនៈនៅក្បែរនេះទេបាទដូចខ្ញុំថាអញ្ចឹងមកអស់ហើយចុះឥឡូវនេះនៅឥឡូវយើងបន្តទៅគូទី22បាទរតនៈពីរដងឃើញហើយបាទកលេចទៅឯនាយខាងស្ដាំដៃបាទខាងស្ដាំដៃវេទិកានោះគឺខាងលើទឹកនោះឃើញថាគូទី22មកហើយខ្សែទឹកខាងក្នុងសវណ្ណបេកាសោមាវតីអង្គមមកជុលពេជ្រមកជុលពេជ្រហ្នឹងលើកមុនខ្ញុំថាមកជុលពេជ្រហ្នឹងគឺពេជ្រលឿនបាទអំពើពេជ្រជាមួយនឹងរតនៈសម័យបាទជើងទី1នេះគឺសវណ្ណបេកាបាទឈ្មោះកាត់បាទគឺឈ្នះឥឡូវចាំមើលជើងទី2បដូរខ្សែទឹកយ៉ាងម៉េចដែរក៏បដូរខ្សែទឹកបាទលទ្ធផលដូចជាមិនទាន់ដឹងថាយ៉ាងម៉េចទេចាំមើលការគាត់ចំណាំបាទចាំមើលគាត់នៅតែគៀកហើយណាគូទី22គូទី22បាទចាំចប់គូទី22បាទចាំថ្លែងនៅគុណប្រគុណម្ចាស់បាទគុណម្ចាស់ដែលជាម្ចាស់ទូកបាទឥន្ទ្រីអាតឡង់តិចបាទដែលមកពីរាជធានីភ្នំពេញខណ្ឌដង្កោហ្នឹងបានឧបត្ថម្ភលោកគ្រូខ្ញុំហ្នឹងម្នាក់ 100000 រៀលស្មើនឹង 20000 រៀលបាទសូមថ្លែងអំណរគុណឥឡូវយើងបន្តគូយើងជាបន្តនេះបាទគូទី22ចាំមើលរតនៈសម័យឥឡូវលេងគ្នាល្អលោកគ្រូប្រហាក់ប្រហែលគ្នាប្រហែលគ្នាតែជើងទី1រតនៈសម័យបងចាញ់បាទសវណ្ណបេកាឈ្នះឥឡូវសវណ្ណបេកាទៅក្នុងនៅក្នុងអាយ៉ាទិមនីល្អណាស
សូមជួយតាមដានទាំងអស់គ្នា សម្លេងខ្លាំងៗទាំងអស់គ្នា ការនឹងរត់ថ្មី ណាបាទសវណ្ណទេកាសោមាទេ អាយ៉ាអាយ៉ាអាយ៉ា ដកលេមក ដកមែន ទៅបាទជំនះ ខ្សែទឹកក្នុងដដែលជាដដែលវ៉ាន់បេកាសវណ្ណបេកាឈ្នះនៅតែឈ្នះរតនសម័យដដែល យើងបន្តទៅគូទី23បាទសៀសែនជ័យបារមីតេចាស់ការបញ្ជើងទី1នៅខ្សែទឹកខាងក្នុងឥឡូវបដូរទៅខាងក្រៅវិញបាទគូខ្លាំងហើយជំរឿមហាកហឹមមិនដែរមហាខ្លាកហឹមបាទធម្មតា អុកញ៉ាសាជឿគាត់ជើញទៅតែគាត់តាមដានពេក បាទតាមដានពេក គាត់តាមដានពេក ឥឡូវមហាខ្លាក្រហឹមធម្មតាកំពុងតែនាំមុខបាទនាំមុខបន្តិចបន្តួចទេ បាទមកហើយបងប្អូនខាងខ្លាំងហឹមមកស្រុកបាធាយស្រុកជាមួយខ្ញុំតា បើសៀននាំមុខច្រើនមែនទេ មែនបាទ ឥឡូវទៅហើយមហាខ្លាក្រហឹមធម្មតាដក កំពុងតែដល់នេះខ្លាកហឹម កុំលេងយ៉ា កុំលេងជាមួយខ្លាកហឹម ណែ អាយ៉ាអាយ៉អាយ៉អាយ៉ាបាទខ្លាកហឹមលេងវិញម្ដងហើយ